នេះគឺជាវីដេអូទី1ដែលខ្ញុំនាំអ្នកទាំងអស់គ្នាមកបង្កើត Channel YouTube ដើម្បីរកប្រាក់ចំណូលពាន់ដុល្លារដូចគេអូខេដើម្បីរកប្រាក់ចំណូលពី YouTube បានគឺបងប្អូនត្រូវតែមាន Gmail មួយឥឡូវនេះបើសិនជាបងប្អូនមិនទាន់មាន Gmail ទេគឺទៅបង្កើត Gmail ជាមួយខ្ញុំទាំងអស់គ្នាដំបូងបំផុតគឺយើងចូលមកកាន់កន្លែង Gmail នេះមកបន្ទាប់ហើយវានឹងបង្ហាញយើងនៅចំណុចមួយនេះបើសិនជាបងប្អូនមាន account ហើយយើងចុចលើ account នឹងមកមួយមករួចហើយយកពាក្យថា add order account បងប្អូនចុចតាមខ្ញុំមួយមកណាបន្ទាប់ពីនឹងហើយគឺវានឹងបង្ហាញផ្ទាំងបែបនេះគឺយើងជ្រើសរើសយក Google បងប្អូនយើងចុចលើវាមួយមកហើយវាឲ្យយើង load ផ្លាស់ប្ដូរ account វាចូលមកកន្លែងនេះមួយទៀតគឺជាងឲ្យប្រើ use order account កន្លែងនេះគឺបងប្អូនចុចពាក្យថា create account មកបន្ទាប់មកយកពាក្យថា for my personal use អូខេចុចតាមខ្ញុំមួយមកកន្លែងនេះគឺជាឈ្មោះរបស់បងប្អូនហើយយើងចង់ដាក់ឈ្មោះអីក៏ដាក់ទៅសំខាន់លើកន្លែងដែលបង្កើត Gmail ហើយនិង password ទេដូចជាកន្លែងនេះគឺយើងចង់ដាក់អីក៏បានដែរតាមដែលយើងស្រឡាញ់ឈ្មោះអីចឹងណាហ្នឹងហើយកន្លែងនេះគឺខ្ញុំសុំកាត់មកឥឡូវខ្ញុំដាក់ឈ្មោះថា Buddha Teach ចឹងបានន័យថាBuddha បង្រៀនអញ្ចឹងណាហើយយើងចុចពាក្យអាខៀវនឹងមកកន្លែងនេះគឺជាថ្ងៃខែឆ្នាំកំណើតរបស់យើងចង់ដាក់ពិតក៏បានមិនពិតក៏បានដែរបងប្អូនស្រេចទៅតាមចិត្តបងប្អូនដាក់អញ្ចឹងណាហើយខាងក្រោមនេះគឺជាភេទបាទបើយើងភេទប្រុសយើងយក mail មកភេទស្រីយើងយក female មកហើយវានឹង load កន្លែងនេះឲ្យយើងរើសថាយើងចង់យកមួយណាឥឡូវ Gmail របស់ខ្ញុំគឺខ្ញុំសុំយកលើទៅខ្ញុំដាក់ថា buddhatech@gmail.com អូខេអញ្ចឹងខ្ញុំនឹងជ្រើសរើសយកវាហើយចុចពណ៌ខៀវមកហើយ screenshot ទុកមើលមួយណាបងប្អូនកន្លែង password នេះខ្ញុំសុំបិទហើយអញ្ចឹងសម្រាប់ password Gmail ខ្ញុំសុំកាត់ហើយកន្លែងនេះគឺកន្លែង verify លេខទូរស័ព្ទបើសិនជាបងប្អូនមាន load ពាក្យ skip ហ្នឹងគឺយើងមិនបាច់ចុចទេហើយនេះគឺជា channel ដែល account Gmail ដែលខ្ញុំទទួលបានកន្លែងនេះយើងអូសមកក្រោមយកកន្លែង I agree ហ្នឹងមកបងប្អូនខៀវហ្នឹងហើយកន្លែងនេះយើងរងចាំពេលបន្តិចដើម្បីឲ្យវាធ្វើការ processing ឲ្យយើងអូខេឥឡូវខ្ញុំនឹងទទួលបាន Gmail ថ្មីមួយអីអញ្ចឹង Gmail នេះគឺទទេស្អាតតែម្ដងគឺជា Gmail ថ្មីបងប្អូនហើយឥឡូវហ្នឹងគឺយើងចាប់ផ្ដើមចូលទៅកាន់ YouTube របស់យើងទាំងអស់គ្នាបាទ YouTube ដឹងនៅណាទេនេះកម្មវិធីច្រើនពេកបាទហើយបងប្អូនទុកនៅកន្លែងណាយើងចូលទៅកាន់ YouTube របស់យើងទៅហើយបើសិនជាកន្លែងនេះគឺខ្ញុំមាន account ហើយតែយើងចង់ដឹងថាយើងបង្កើតជោគជ័យឬអត់យើងចូលទៅកន្លែង profile របស់យើងហើយយើងចុចពាក្យថា account មានសញ្ញាព្រួយហ្នឹងបងប្អូនបន្ទាប់មកយើង scroll រក account Gmail ថ្មីដែលយើងបានបង្កើតមិញហ្នឹងគឺនេះរបស់ខ្ញុំនៅក្រោមគេនេះ Buddha Tech អូខេបងប្អូនអញ្ចឹងកុំភ្លេចជួយ subscribe Buddha Tech ម្នាក់មួយផងហើយដើម្បីបង្កើត channel បានគឺយើងត្រូវចូលទៅកន្លែង profile របស់យើងបងប្អូនខាងក្រោមខាងស្ដាំដៃហ្នឹងយើងចុចកន្លែងហ្នឹងមួយមកបន្ទាប់មកវា load create channel ហ្នឹងខាងក្រោមឈ្មោះរបស់យើងហ្នឹងយើងចុចលើវាមួយទៅហើយបន្ទាប់មកបងប្អូនមិនតន់បំពេញអីក៏បានដែរយើងចុចអាកន្លែងខៀវអក្សរធំមកណាបងប្អូនហ្នឹងហើយយើងចុចកន្លែងហ្នឹងមកគឺបង្កើត channel បានជោគជ័យហើយបងប្អូនកុំភ្លេច subscribe channel Buddha Tech ម្នាក់មួយទៅដើម្បីខ្ញុំនឹងមានអ្វីថ្មីខ្ញុំនឹងចែករំលែកពីវិធីសាស្ត្រយើងស្វែងរកប្រាក់ចំណូលតាម YouTube ទាំងអស់គ្នាអូខេឥឡូវ channel YouTube របស់យើងគឺយើងបង្កើតរួចរាល់ហើយដូច្នេះហើយបងប្អូនចាំទស្សនាវីដេអូទី2បន្តទៀតខ្ញុំនឹងប្រាប់បងប្អូនថាតើយើងគួរធ្វើរបៀបម៉េចដើម្បីឲ្យ channel របស់យើងនឹងត្រូវតាមតម្រូវការរបស់គេអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចចុច subscribe channel Buddha Tech និងដាក់កណ្ដឹងម្នាក់មួយដើម្បីពេលដែលខ្ញុំផុសពីរបៀបនៃការរកលុយសាងប្រាក់ចំណូលពី YouTube ភ្លាមនោះគឺបងប្អូននឹងទទួលបានវីដេអូការណែនាំនិងបទពិសោធន៍ថ្មីពីខ្ញុំទៅមុនគេអូខេអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ